ខ្លោចចិត្តនារីដែលគេសម្លាប់នៅស្វាយរៀងបានផ្ដាំគ្រួសារបែបនេះមុនពេលខ្លួនអស់បុណ្យបងប្អូនជាទីគោរពរាប់អានជាការពិតណាស់មហាជនប្រកាសជាបានជ្រាបរួចមកហើយអំពីព័ត៌មានបរិសុទ្ធជាសង្សារម្នាក់បានសម្លាប់ដោយកាត់ក្បាលទៅលើនារីជាសង្សាររបស់ខ្លួនដែលនារីជាជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះថាមនស្រីមីមានស្រុកកំណើតនៅគៀនស្វាយដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅដល់មហាជនហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅត្រង់ចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពានស្ថិតក្នុងភូមិបាវត្តកណ្ដាលសង្កាត់បាវត្តក្រុងបាវត្តខេត្តស្វាយរៀងយ៉ាងណាមិញយោងតាមសម្ដីរបស់ឪពុកម្ដាយនិងគ្រួសាររបស់នារីរងគ្រោះមុននឹងឈានដល់ករណីសម្លាប់យ៉ាងឃោរឃៅនេះបានឲ្យដឹងថាជនរងគ្រោះឈ្មោះថាស្រីមីជាបុគ្គលិកនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវត្តបានតាក់ទងជាមួយបរិសម្នាក់ធ្វើជាសង្សារដែលខាងក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់ថាបុរសជាសង្សារនោះគឺមានប្រពន្ធកូន3រួចមកហើយក៏មិនទាន់លែងលះគ្នានោះដែរប្រពន្ធដើមរបស់បុរសនោះបានមករករឿងជនរងគ្រោះជាច្រើនលើកច្រើនសារចំណែកឯជនរងគ្រោះមុនចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នាក៏មិនបានដឹងថាបុរសនោះមានប្រពន្ធមានកូននោះដែរតែនៅពេលបានដឹងជនរងគ្រោះបានសម្បែកហើយគ្រួសារខាងនារីរងគ្រោះក៏បានបំបែកពួកគេទាំងពីរព្រោះតែឆ្អែតឆ្អន់ជាមួយនឹងទង្វើដែលប្រពន្ធដើមតែងតែមករករឿងផងដែរលើពីនេះគ្រួសារនៃសពបន្តរៀបរាប់បន្តទៀតថាតែដោយក្តីស្រឡាញ់ខាងប្រុសមិនព្រមបែកជាដាច់ខាតថែមទាំងធ្លាប់គំរាមដល់អាយុជីវិតជាច្រើនលើកច្រើនសារថាបើហ៊ានតែបែកគ្នានឹងមានរឿងធំកើតឡើងរហូតដល់គ្រួសារនារីរងគ្រោះក៏សម្រេចចិត្តបំបែកនាងទៅធ្វើការដល់ក្រុងបាវត្តហើយតែនាងបានបង្ហោះរូបនៅពេលចូលឆ្នាំក៏ជនដៃដល់បានឃើញរួមមករកនាងតលតែឃើញដោយមុនធ្វើការសម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃបែបនេះជនដៃដល់បានធ្វើការរំលោភទៅលើខ្សែសន្តិវៈរួចបានធ្វើសកម្មភាពសម្លាប់ដោយកាត់ក្បាលយ៉ាងសាហាវគ្មានក្តីស្រណោះគ្មានត្រាប្រណីនារីរងគ្រោះនាងបានសរសេររៀបរាប់តាំងពីនាងចាប់ផ្ដើមស្រឡាញ់គ្នារហូតដល់មានបញ្ហាជាមួយគ្នាដែលនាងបានសរសេរប្រាប់ម្ដាយមួយម៉ាត់ចុងក្រោយថាម៉ាក់ប្រសិនបើរកសពកូនឃើញនៅកន្លែងណាមួយកុំយកចូលបាក់ក្នុងផ្ទះអីចង្រៃណាស់ត្រូវយកទៅមកដាក់ក្នុងវត្តចំណែកធាតុវិញត្រូវយកទៅដាក់ទឹកទន្លេទាំងអស់គួរបញ្ជាក់ផងដែរថាដោយឈាមស្រែកស្បែកហៅជនល្មើសដែលបានរត់គេចខ្លួនរហូតទៅដល់ស្រុកឆែបខេត្តព្រះវិហារនោះឥឡូវនេះត្រូវបានប៉ូលីសចាប់បានហើយស្ថិតនៅក្នុងផ្ទះសំណាក់មួយកន្លែងដែលព្យាយាមលាបថ្នាំសម្លាប់ខ្លួនតែមិនបានសម្រេចខណៈខាងម្ចាស់ផ្ទះសំណាក់បានតាក់ទងទៅខាងសមត្ថកិច្ចខេត្តនឹងបានបញ្ជូនទៅសង្គ្រោះតាន់ពេលវេលារងចាំសួរចម្លើយនៅពេលក្រោយពេលដែលជាសះស្បើយអញ្ចឹងបងប្អូនប្រិមិត្តណាហើយចំពោះអត្ថបទព័ត៌មាននេះបងប្អូនយល់ឃើញយ៉ាងណាដែរសូមបញ្ចេញមតិយោបល់ខាងក្រោមវីដេអូនេះម្នាក់មួយផងហើយសូមកុំភ្លេចជួយចុចពាក្យជាវកុំភ្លេចណាបងប្អូនប្រិមិត្តណាចុចពាក្យជាវឲ្យខ្ញុំម្នាក់មួយផងជាកម្លាំងចិត្តណាដើម្បីទទួលបាននៅព័ត៌មានថ្មីជាបន្តទៅទៀតនៅក្នុងដៃប្រិមិត្តជាចុងក្រោយសូមលំអរកាយគ្រប់នឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយ